អ្នកជីកង់ដើម្បីជួយកុមារកម្ពុជាលោកទីវតារារិទ្ធបានចំណាយពេល2ឆ្នាំជិះកង់ឆ្លងទ្វីបចម្ងាយ 57,000 គីឡូម៉ែត្ររយអង្គាសថវិកាបានជាង $22,000 សម្រាប់មន្ទីរពេទ្យគុណធបុប្ផានិងមន្ទីរពេទ្យកុមារអង្គរយ៉ាងណាមិញការធ្វើដំណើរឆ្លងកាត់នេះលោកបានប្រាប់ថាមានឧបសគ្គជាច្រើនប៉ុន្តែនៅតែមិនអាចរារាំងលោកក្នុងការជំនះឲ្យសម្រេចគោលដៅដើម្បីជួយកុមារកម្ពុជានោះឡើយដែលខ្ញុំនិយាយសុំនិយាយកាត់ទៅគឺធ្វើដំណើរនៅតាមផ្លូវគឺខ្ញុំប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលាតែម្ដងពេលខ្លះ highway ដែលអ្នកគ្នាសម័យមើលជិះកង់ឡានលឿនមកពីក្រោយយើងអញ្ចឹងខ្ញុំតែងតែភ័យនាថាខ្ញុំធ្វើអំពើល្អច្រើនណាស់ខ្ញុំសង្ឃឹមថាខ្ញុំអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពបើមានករណីណាមួយកើតឡើងអ្នកគ្នាក៏សម័យថាបើគេមានឡានមកបុកយើងពីក្រោយយើងស្លាប់នៅពេលហ្នឹងតែម្ដងគឺយើងប្រឈមរាល់ថ្ងៃនៅតាមផ្លូវធ្វើដំណើរហើយតំបន់ខ្លះទៀតសោតដូចជាតំបន់ភូមិភាគខាងជើងប្រទេសឥណ្ឌាគឺជាតំបន់ដែលខ្ពស់ជាងគេបំផុតនៅលើលោកគឺមានជាតំបន់ជួរភ្នំហេម៉ាឡ័យខ្ញុំបានឡើងទៅដល់លើកំពូលហ្នឹងដោយប្រើកង់ជិះកង់មួយហ្នឹងឡើងទៅដល់លើកំពូលជួរភ្នំហេម៉ាឡ័យដែលមានរយៈកម្ពស់ 6,000 ម៉ែត្រហើយកើតជំងឺ altitude sickness ពេលហ្នឹងឈឺច្រើនថ្ងៃគឺប្រឈមនឹងអាកាសធាតុត្រជាក់នៅតំបន់អាទីកណ្ដាលប៊ីសកកប៊ីស្ទើរតែកកស្លាប់មានជប់មួយហ្នឹងខ្ញុំចាំបានថាស្ថានភាពធ្លាក់ចុះដល់ទៅដក40 អង្សាសេហើយខ្ញុំនៅក្នុងតង់ខ្ញុំតែភាវនាថាអ្វីដែលខ្ញុំចង់បានជាងគេគឺខ្ញុំធ្វើអំពើល្អច្រើនណាស់ខ្ញុំចង់ឲ្យខ្ញុំអាចរស់រានមានជីវិតបន្តថ្ងៃស្អែកសម័យថ្ងៃស្អែកហ្នឹងកុំឲ្យមានព្យុះកុំឲ្យវាបើកថ្ងៃមកដើម្បីបន្តដំណើរឆ្លងតាមប្រទេសអាហ្គានីស្ថានដែលមានកងទ័ពតាលីបង់ដែលមិនគ្រប់ច្បាប់ពិភពលោកត្រឹមត្រូវទេអត់មានស្ថានទូតណាជួយយើងបានទេនៅក្នុងប្រទេសអាហ្គានីស្ថានមានរឿងអីកើតឡើងតែបន្តិចបន្តួចយើងនឹងអាចបាត់បង់ជីវិតគាត់ថាបានគេនឹងចោទយើងថាជាស្ប៉ាយជាអីយើងនឹងមានបញ្ហាធំនៅពេលហ្នឹងតែម្ដងគឺការធ្វើដំណើរទាំងអស់ហ្នឹងគឺលំបាកហើយខ្ញុំសូមបន្តមួយទៀតគឺនៅដោយតែខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំជួនកាលជួបសត្វព្រៃជួនកាលជួបមនុស្សអាក្រក់ចង់មកយាយីចង់មកប្លន់យើងអីយើងហើយធ្លាក់ខ្លួនឈឺពីតែស្លាប់អញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងច្រើនណាស់ដែលខ្ញុំប្រឈមនៅតាមផ្លូវនឹងជាបទពិសោធន៍ជីវិតមួយដែលខ្ញុំជឿថាអនាគតទៅខ្ញុំនឹងផលិតភាពយន្តមួយអ្នកទាំងអស់គ្នានឹងមើលរឿងទាំងអស់ហ្នឹងជាមួយនឹងរឿងរ៉ាវទាំងអស់ដែលបងសួរហ្នឹងគឺអស្ចារ្យតែខ្ញុំអាចនៅមានសំណាងល្អបន្តរស់រានមានជីវិតនៅឈើកន្លែងហ្នឹងធ្វើសារព័ត៌មានលោកទីវតារារិទ្ធបានចាប់ផ្ដើមចេញដំណើរកាលពីថ្ងៃទី6 មិថុនាឆ្នាំ 2024 ចេញពីមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ីទ្វីបអឺរ៉ុបនិងទ្វីបអាហ្វ្រិកខាងត្បូងសរុប40ប្រទេសដោយលោកបានត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី22 ខែមិថុនាឆ្នាំ 2026 លោកនឹងបន្តដំណើរជិះកង់របស់លោកទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនៅថ្ងៃទី27 ខែមិថុនាខាងមុខនេះដើម្បីបិទបញ្ចប់បេសកកម្មរបស់លោកទាញយកថ្នត់អែបឥឡូវនេះដើម្បីទទួលបានព័ត៌មានថ្មី